សួស្តីកសិកម្មទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើនៅមេរៀនមួយដែលដាក់ថ្ងៃខែឆ្នាំខ្មែរជាច័ន្ទគតិតាម Excel ហើយតាមរយៈលោកគ្រូបានសន្យាពីការមេរៀនមុនអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅធ្វើទាំងអស់គ្នាមុនដំបូងយើងចូលទៅធ្វើទាំងអស់គ្នាយើងចូលទៅកាល់ file ចូល absent ចូល advanced scroll ចុះក្រោមមករកពាក្យមួយថា edit custom list រួចយើងចូលទៅ import វាមកនេះចូលមកយើងចូលមកកាន់zip មួយដែលយើងបានសរសេរទុកអញ្ចឹងហើយ zip ឯកសារនេះបើកូនសិស្សខ្ជិលសរសេរយើងអាចចូលទៅ download តាម Telegram លោកគ្រូបានអញ្ចឹងគឺចូល add ចូល import ហ្នឹងហើយយើងចូលទៅកាន់មួយទៀតមកនេះចូលទៅ import មួយទៀតមករួចយើងយកអីម្ដងយក K មកimport add import ហ្នឹងហើយយើងចូលទៅកាន់មួយទៀតមកយកអីម្ដងយកជូតឆ្លៅអីចេះទៅadd import ចូលទៅមួយទៀតគឺចង់បានអីមករាកុម្ភៈអីចឹងថែមអីក៏បានដែរណា add អូខេមកឥឡូវយើងមកសរសេរមើលយើងសេច័ន្ទចេះមើលឥឡូវយើងទាញមើលទេមករាស្អីមើលណែទៅជូតមើលណែសេបោះមើលណែវីដេអូនេះមានតែប៉ុណ្ណេះទេបើសិស្សានុសិស្សយល់ថាមានប្រយោជន៍កុំភ្លេចជួយ like ជួយ follow ជួយ share វីដេអូលោកគ្រូឲ្យបានទៅដល់សិស្សដទៃទៀតហើយក៏ដូចជាបានវីដេអូថ្មីៗពីលោកគ្រូជារៀងរាល់ថ្ងៃសូមអរគុណ